ក្រុមសហគមន៍ជនជាតិដើមភាគតិចកញ្ចក់មួយក្រុមរស់នៅខេត្តរតនគិរីកំពុងព្រួយបារម្ភទៅនឹងការទន្ទ្រានយកដីនិងតំបន់សម្បត្តិវប្បធម៌របស់ពួកគេកាន់តែធ្ងន់ធ្ងរពីសំណាក់ក្រុមហ៊ុនដែលទទួលបានដីសម្បត្តិសេដ្ឋកិច្ចនៅក្នុងតំបន់ដែលអ្នកភូមិអភិរក្សជាច្រើនជំនាន់មកហើយការរំលោភបំពាននេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រពៃណីធនធានធម្មជាតិតាំងពីបុរាណជាពិសេសគម្រោងចុះបញ្ជីដីជាកម្មសិទ្ធិសមរភាពសហគមន៍ចលនារដ្ឋាភិបាលរាយការណ៍ក្តីរីករាយនឹងក្តីសង្ឃឹមរបស់អ្នកភូមិកណាត់ធំឃុំតាឡាវស្រុកអណ្ដូងមាសចាប់ផ្ដើមប្រឈមបន្តិចម្ដងទៅនឹងទុកព្រួយខណៈដែលក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចចំនួន4បានមកបោះទីតាំងនៅតំបន់អ្នកភូមិរស់នៅហើយចាប់ផ្ដើមឈូសឆាយព្រៃនិងដីនៅតំបន់នោះដើម្បីហ៊ុមព័ទ្ធយកដីដាំកៅស៊ូអ្នកភូមិក៏សម្គាល់ថាក្រុមហ៊ុន Heng Brother បានចាប់ផ្ដើមបំពេញឈូសឆាយហ៊ុមព័ទ្ធដីភូមិយកដីចំការវិលជុំសហគមន៍ឈូសឆាយព្រៃគោរពបូជាព្រៃកប់សពដោយមិនបានជូនដំណឹងឬពិភាក្សាពីផលប៉ះពាល់ប្រជាប្រដ្ឋនោះឡើយជាបន្តបន្ទាប់ចាប់ពីឆ្នាំ2009រហូតបច្ចុប្បន្នក្រុមហ៊ុនចំនួន4បានទន្ទ្រានទៅលើដីធ្លីព្រៃឈើអភិរក្សរបស់សហគមន៍អស់ស្ទើរគ្មានសល់ប្រធានសហគមន៍លោកសល់លើករៀបរាប់ថាអ្នកភូមិជួបការលំបាកពីព្រោះព្រៃកប់សពព្រៃសក្ការៈនៅសល់តិចតួចនិងគ្មានផ្លូវធ្វើដំណើរទៅកាន់តំបន់នោះដោយសារក្រុមហ៊ុនដាំកៅស៊ូព័ទ្ធជុំវិញហេតុនេះអ្នកភូមិបានធ្វើការតវ៉ាជាច្រើនលើកដូចជារុះរើស្ពានរារាំងមិនឲ្យក្រុមហ៊ុនចូលភូមិដុតរោងស្នាក់នៅរបស់ក្រុមហ៊ុននិងលើកគ្នាតវ៉ាបញ្ឈប់គ្រឿងចក្រឈូសឆាយរបស់ក្រុមហ៊ុនជាដើមជាពិសេសបានធ្វើពាក្យប្តឹងតវ៉ាទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ឲ្យជួយដោះស្រាយក៏ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយផ្ទុយទៅវិញអ្នកភូមិត្រូវប្រឈមមុខនឹងការកោះហៅរបស់មន្ត្រីតុលាការក្នុងបទចោទប្រកាន់ថាអ្នកភូមិបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនថ្ងៃនេះគឺខ្ញុំសូមរាយការណ៍ជូនសូមជួយដោះស្រាយនៅក្នុងភូមិកណាត់ឲ្យទាន់ពេលវេលាខ្ញុំបានមានការរងគ្រោះធំធេងណាស់ខ្ញុំពងពាក្យឬអាជ្ញាធរភូមិកណាត់នៅរងគ្រោះដដែលដល់ពេលនេះហើយក្រុមហ៊ុននេះចេះតែចូលរង្កិលស៊ូក្លឹងណាព្រៃអត្តសញ្ញាណដែលបំរុងទុកអស់ព្រៃខ្ញុំជំនឿផ្សេងក៏អស់ហើយធ្វើចំការវិលជុំឥឡូវពងដណ្ដំកាត់ចាក់គ្នាហើយឆ្លោះប្រកែកគ្នាជាមួយបងប្អូនសេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកអណ្ដូងមាសដឹងថាចាប់តាំងពីឆ្នាំ2007រហូតបច្ចុប្បន្នក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចទាំង4គ្រប់គ្រងដោយជនជាតិវៀតណាមមានក្រុមហ៊ុន Heng Brother ទទួលបានដីសម្បត្តិជាង 2000 ហិកតាក្រុមហ៊ុន Visna Investment ទទួលបានដីជាង 5000 ហិកតាក្រុមហ៊ុនក្រុងប៉ុកទទួលបានដីជាង 6600 ហិកតាក្រុមហ៊ុន COD ទទួលបានដីជាង 7500 ហិកតាក្រុមហ៊ុនទាំង4សុទ្ធតែបានពាក់ព័ន្ធចំនួនដីធ្លីមួយផ្នែកជាមួយសហគមន៍ភូមិកណាត់អនុប្រធានសហគមន៍លោកយ៉ាយ៉ាមមានប្រសាសន៍បញ្ជាក់ថាក្រុមហ៊ុនបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធបាញ់គំរាមចាប់ខ្លួនអ្នកតវ៉ានិងការពារគ្រឿងចក្រឈូសឆាយដីក្នុងតំបន់សហគមន៍ធ្លាប់អភិរក្សអស់រាប់រយហិកតាបន្ថែមលើនោះទៀតមានចលនាបំផន់ឲ្យអ្នកភូមិទទួលចុះបញ្ជីដីដាំដុះជាក់ស្ដែងជាដីកម្មសិទ្ធិឯកជនងាយលក់ដូរបន្ទាប់មកក្រុមហ៊ុនគំរាមកំហែងឬបោកប្រាស់ឲ្យអ្នកភូមិលក់ដីក្នុងតម្លៃថោកចំណែកដីមានបានកម្មសិទ្ធិខ្លះទៀតក្រុមហ៊ុនបំពេញឈូសឆាយយកដោយគ្មានសំណងលោកអះអាងថានឹងបន្តការតវ៉ាតាមផ្លូវច្បាប់ទាមទារក្រុមហ៊ុនគោរពច្បាប់គោរពសិទ្ធិនិងគោរពជំនឿប្រពៃណីជនជាតិដើមហើយប្រគល់ដីជូនប្រជាពលរដ្ឋសម្រាប់រៀបចំចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមរភាពសហគមន៍កាលពីឆ្នាំ2010ជនជាតិដើមភាគតិចភូមិកណាត់ធំបានចុះបញ្ជីកំណត់អត្តសញ្ញាណជនជាតិកញ្ចក់ផ្លូវការហើយមកទល់នឹងឆ្នាំ2012សហគមន៍ភូមិកណាត់ធំបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃមេភូមិកណាត់ស្ដីទីលោករម៉ាំប្លន់ទទួលស្គាល់ថាប្រជាពលរដ្ឋមួយចំនួនចង់ចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមរភាពបើទោះបីអ្នកភូមិភាគច្រើនបានទទួលចុះបញ្ជីដីជាកម្មសិទ្ធិឯកជនរួចហើយក្តីលោកបន្តថាការចុះបញ្ជីដីជាកម្មសិទ្ធិសមរភាពជួយថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីអ្នកភូមិបានល្អប្រសើរអាហ្នឹងយើងការពារឬថាល្អឬថាអត់មានអាណាលួចលក់អត់មានអាណាលួចទៅឲ្យគេទេអាហ្នឹងចំណេញត្រង់ហ្នឹងមួយហើយចំណេញត្រង់ថាដីយើងអត់មានបាត់បង់ទេអ្នកភូមិណាតហ្នឹងតាំងពីគេចុះនីតិបុគ្គលហ្នឹងមានអ្នកខ្លះអស់មែនតើហ្នឹងមានប្លង់លើដែរលក់អស់ហើយពួកហ្នឹងយើងគិតមិនទន្ទឹមករណីនេះដែរអភិបាលស្រុកអណ្ដូងមាសលោកនងដារិតថ្លែងថាអាជ្ញាធរស្រុករួមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានសិក្សាកាត់ចេញផលប៉ះពាល់ប្រជាពលរដ្ឋរួចហើយតែកតិនដីត្រៀមបំរុងតំបន់ព្រៃគោរពបូជាមិនលើសពី7ហិកតានិងព្រៃកប់សពមិនលើសពី7ហិកតាសម្រាប់ការចុះបញ្ជីដីសមរភាពសហគមន៍លោកបន្តថារហូតបច្ចុប្បន្នអាជ្ញាធរស្រុកមិនបានទទួលឯកសារណាមួយតែកតិនសំណើចុះបញ្ជីដីសហគមន៍ភូមិកណាត់ធំជាកម្មសិទ្ធិសមរភាពនៅឡើយយើងបានធ្វើមួយជំហានហើយគេហៅថាគោលនយោបាយចាស់លើសកម្មភាពថ្មីលើវិស័យដីធ្លីហ្នឹងមុននឹងយើងចូលបញ្ជីទៅលើសហគមន៍ជនជាតិដើមភាគតិចក្នុងការបែងចែកកម្មសិទ្ធិនេះយើងបានសួរគាត់ថាតើអ្នកត្រូវបែងចែកបានកម្មសិទ្ធិជាឯកជនឬក៏អ្នកឯងចង់ធ្វើជាសមរភាពពួកគាត់ព្រមព្រៀងធ្វើជាឯកជន
ឥឡូវបើថាគាត់មានការកែប្រែយ៉ាងណានោះអានោះឲ្យគាត់ដាក់សំណើមកផ្សេងក្រុមមន្ត្រីគណៈកម្មការប្រព្រឹត្តកម្មនៃអង្គការសិទ្ធិមនុស្សបានចុះស្រាវជ្រាវករណីអ្នកភូមិកណាតជាលើកទី2នៅថ្ងៃប្រហ័សទី26ខែឧសភាដើម្បីធ្វើរបាយការណ៍ស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋសមាជិកគណៈកម្មការប្រព្រឹត្តកម្មលោកយីសុកសាននិងជាមន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតសិទ្ធិដីធ្លីសមាគមអាត់ហុកក៏សម្គាល់ថាអាជ្ញាធរមូលដ្ឋានមានតួនាទីសំខាន់លើកស្ទួយសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលោកបន្តថាការបំពានទៅលើដីធ្លីនិងតំបន់ព្រៃឈើសម្រាប់ចុះបញ្ជីដីធ្លីសមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅពេលបច្ចុប្បន្នជាពិសេសបំពានទៅលើច្បាប់ប្រពៃណីជនជាតិដើមគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាននៅតំបន់នោះគឺអាជ្ញាធរបានបំពេញកាតព្វកិច្ចមួយចំនួនហើយដូចជាដីចម្ការនិងដីលំនៅឋានប៉ុន្តែពួកគាត់នៅទាមទារដីដីប្រើប្រាស់រួមអាស្រ័យផលដែលពួកគាត់អ្នកខ្លះប្រើជួបប្រើអីចឹងអានឹងគាត់មិនអាចធ្វើដូចជាជនជាតិកណ្ដាលទេអញ្ចឹងគាត់ត្រូវរក្សាហ្នឹងហើយប្រពៃណីមួយទៀតគឺព្រៃអរិយអ្នកតាប្រពៃណីដូនតាផងគាត់ហ្នឹងក៏គាត់ត្រូវការដែរហើយបើសិនជាអាជ្ញាធរមិនបានផ្ដល់គឺមួយក៏បំរុងដីនេះទៅឲ្យពួកគាត់ទេថ្ងៃក្រោយទៅអត្តសញ្ញាណនៃជនជាតិផងគាត់នឹងបាត់ដានហើយបើបាត់ដានអ្នកណាអ្នកខាតគឺរាជរដ្ឋាភិបាលជាអ្នកខាតយ៉ាងនេះក្តីប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តរតនគិរីលោកទឹមស៊ីណាតមានប្រសាសន៍ថាសហគមន៍ភូមិកណាត់ធំនៅតែមានសិទ្ធិសុំចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាពបានតាមរយៈដាក់ពាក្យស្នើសុំចុះហត្ថលេខាបញ្ជាក់ពីអាជ្ញាធរឃុំភ្ជាប់ជាមួយឯកសារពាក់ព័ន្ធដូចជាលិខិតចុះបញ្ជីកំណត់អត្តសញ្ញាណលិខិតចុះបញ្ជីសហគមន៍ផ្លូវការពង្រៀងផែនទីផ្ទៃដីសហគមន៍បញ្ជូនមកមន្ត្រីការិយាល័យភូមិបាលស្រុកដើម្បីចាត់ការតាមនីតិវិធីចុះបញ្ជីដីកម្មសិទ្ធិសមូហភាពសហគមន៍ជូនអ្នកភូមិខ្ញុំរដ្ឋាភិបាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី